លោកអ្នកបងប្អូនខ្ញុំសូមឲ្យលោកអ្នកបងប្អូនស្ដាប់យ៉ូហានជំពូកទី11ខទី25ចែងថាចេះព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថាខ្ញុំជាសេចក្តីរស់ឡើងវិញហើយជាជីវិតអ្នកណាដែលជឿលើខ្ញុំទោះបីបានស្លាប់ហើយគង់នឹងរស់ឡើងវិញដែរថ្ងៃដែលយើងអបអរថ្ងៃដែលព្រះអង្គមានបច្ចុប្បន្នរស់ឡើងវិញព្រះដែលលោកអ្នកបងប្អូនហើយខ្ញុំកំពុងបម្រើព្រះដែលលោកនេហេមៀបានបម្រើព្រះរបស់គាត់បានជួយគាត់ព្រះរបស់គាត់ដែលបានជួយគាត់គឺជាព្រះរបស់យើងសពថ្ងៃដែលកំពុងជួយយើងដែរហើយព្រះរបស់យើងមានបច្ចុប្បន្នរស់ឡើងវិញអាមែនហើយបើព្រះអង្គមានបច្ចុប្បន្នរស់ឡើងវិញហើយបើព្រះអង្គមានបច្ចុប្បន្នគង់នៅហើយបើព្រះអង្គគង់នៅជាមួយយើងនឹងអាចធ្វើបានយើងនឹងទៅរួចយើងនឹងបន្តទៅមុខហើយយើងរួមគ្នាដើម្បីសាងសង់ក្រុមជំនុំរបស់ព្រះអង្គអាមែន